ដំណក់ឈាមសិនយូរ៉ាបានធ្លាក់មកកាន់ឋានមនុស្សលោកតាមរឿងដំណាលបើសិនជាមយូរ៉ាកើតជាថ្មីនោះឋានទាំង3នឹងត្រូវបំផ្លាញព្រះរាជបុត្របានទទួលបញ្ជាពីស្ដេចឋានសួគ៌ចុះមកកាន់ឋានមនុស្សដើម្បីស្វែងរកនិងសម្លាប់អ្នកដែលទទួលបានដំណក់ឈាមមយូរ៉ានេះនាងជាក្មេងស្រីដែលមានភាពទន់ភ្លន់ស្ងប់ស្ងាត់បានចូលសិក្សាក្នុងសាលាដែលមានព្រះរាជបុត្រជាគ្រូប៉ុន្តែត្រូវគេធ្វើបាបជារឿយៗពួកគេបានបង្កើតមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅផ្ដើមពីគ្រូនិងសិស្សប្រែក្លាយជាគូស្នេហ៍ដ៏ផ្អែមល្ហែមប៉ុន្តែភាពរីករាយក៏ប្រែជាការឈឺចាំក្រោយពីដឹងការពិតនាងកើតចេញពីដំណក់ឈាមរបស់មយូរ៉ាចម្បាំងរវាងឋានសួគ៌និងមយូរ៉ាក៏ចាប់ផ្ដើមកើតឡើងតើទីបំផុតព្រះរាជបុត្រត្រូវសម្រេចចិត្តបែបណាស្នេហាគឺមានចំពោះតែមនុស្ស2នាក់ប៉ុន្តែបើមានគ្រោះនោះឋានទាំង3នឹងត្រូវបំផ្លាញទទួលសិទ្ធិផ្ដាច់មុខដោយស្ថានីយ៍ទូរទស្សន៍កម្ពុជាប៉ុស្តិ៍លេខ8រឿងចម្បាំងមយូរ៉ានិងបុត្រាសួគ៌មានផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះនៅលើកញ្ចក់ទូរទស្សន៍កម្ពុជាប៉ុស្តិ៍លេខ8 HD តែមួយគត់